សួស្តីអ្នកទាំងអស់គ្នានេះគឺជាពងមាន់ប្រៃដែលខ្ញុំត្រាំពីថ្ងៃមុនហើយបង្ហាញជូនអ្នកទាំងអស់គ្នាមើលដល់ពេលឥឡូវវាចាប់ផ្ដើមឡើងប្រៃហើយអញ្ចឹងខ្ញុំមកស្ងោរឲ្យពុះបង្ហាញជូនអ្នកទាំងអស់គ្នាមើលណាភាគច្រើនដែលខ្ញុំតែងត្រាំឲ្យទៅពេលត្រាំទៅពងមាន់ចេញប្រេងរាងច្រើនណាគឺអត់សូវឆ្ងាញ់ទេប៉ុន្តែបានតែល្អមើលភាគច្រើនវារាងប្រៃខ្លាំងញ៉ាំអត់សូវឆ្ងាញ់ទេហើយនេះដូចជារូបខ្ញុំបង្ហាញអញ្ចឹងវាឡើងប្រេងអញ្ចឹងណាពងមាន់រាងប្រៃហើយអ្នកខ្លះគេចូលចិត្តឡើងប្រេងអញ្ចឹងញ៉ាំទៅឆ្ងាញ់ក៏ពិតណាប្រេងអញ្ចឹងគឺវារាងប្រៃហើយពងណាតែបើសិនជាវារៀងញ៉ាំទៅសាបល្មមវាអត់ទាន់មានឡើងប្រេងអញ្ចឹងទេសម្រាប់ខ្ញុំគឺយកមកសាបល្មមមកសូវចូលចិត្តប្រៃទេគឺប៉ុណ្ណឹងមកល្មមឆ្ងាញ់តែម្ដងគ្រាន់ថាពណ៌វាអត់សូវស្អាតអញ្ចឹងណាផ្ទះខ្ញុំអត់សូវចូលចិត្តញ៉ាំប្រៃទេដល់ពេលអញ្ចឹងណាគឺប៉ុណ្ណឹងគឺមកល្មមញ៉ាំអត់ចូលចិត្តទុកឲ្យឡើងប្រេងអញ្ចឹងទេប៉ុន្តែការត្រាំពងមាន់គឺខុសៗគ្នាពេលខ្លះអ្នកទាំងអស់គ្នាយើងត្រាំនៅក្នុងកន្លតែមួយទេប៉ុន្តែលទ្ធផលចេញមកមានប្រៃមានល្មមមានសាបអញ្ចឹងហើយវាចម្រុះគ្នាតែម្ដងអញ្ចឹងណាបន្ទាប់ពីពងមាន់ចាប់ផ្ដើមឡើងប្រៃល្មមញ៉ាំហើយអញ្ចឹងខ្ញុំចាប់ផ្ដើមស្រង់ពងមាន់ចេញខ្ញុំប្រើពងទាលីពងមាន់ត្រាំនៅក្នុងកន្លហ្នឹងណាប៉ុន្តែពងទាពណ៌សដែលខ្ញុំត្រាំហ្នឹងគឺខ្ញុំយកចេញមកញ៉ាំឡើងចិត្តអស់បាត់ហើយអ្នកទាំងអស់គ្នាបានថតបង្ហាញនេះនៅសល់4គ្រាប់ទេដោយសារតែវាប្រៃល្មមហើយខ្ញុំដកវាចេញអញ្ចឹងណាហើយដែលពងទាសពណ៌សនៅក្នុងកន្លហ្នឹងគឺខ្ញុំទៅដាក់បន្ថែមថ្មីទេព្រោះទឹកអំបិលពេលដែលយើងត្រាំរួចហើយយើងអាចយកមកត្រាំម្ដងទៀតបានអញ្ចឹងយើងចំណេញណាដោយសារទឹកអំបិលយើងនៅល្អដល់ពេលអញ្ចឹងទៅពេលដែលយើងអស់ពងទាឬក៏ពងមាន់ម៉ាសាហើយអញ្ចឹងយើងអាចយកពងទាឬពងមាន់ដែលថ្មីហ្នឹងមកដាក់ចូលត្រាំម្ដងទៀតបន្តបន្ទាប់រហូតអញ្ចឹងណាថ្ងៃមុនគឺខ្ញុំត្រាំពងមាន់និងពងទាចូលគ្នាអញ្ចឹងដែរដល់ពេលក្រោយមកត្រាំក្នុងកន្លហ្នឹងពងទាខ្ញុំដាក់ទៅបាតខាងក្រោមហ្នឹងវាប្រៃលឿនជាងដាក់ពងមាន់ពណ៌លឿងនៅផ្នែកខាងលើអញ្ចឹងហើយទៅខ្ញុំដកពងទាហ្នឹងញ៉ាំមុនរហូតដល់ចិត្តអស់ហើយពងមាន់ដែលអត់ទាន់សូវប្រៃខ្ញុំដាក់បន្តត្រាំរហូតបន្ថែម10ថ្ងៃទៀតទៅដល់ពេលឥឡូវហ្នឹងវាប្រៃល្មមស្មើគ្នាហើយខ្ញុំចាប់ផ្ដើមស្រង់តែពងមាន់ចេញទេព្រោះឲ្យពងមាន់ត្រាំយូរថ្ងៃដែរហើយអញ្ចឹងណាហើយដើម្បីរក្សាទុកកុំឲ្យវាប្រៃហើយនឹងទុកនៅក្នុងទូទឹកកកបានយូរអញ្ចឹងគឺខ្ញុំយកវាមកស្ងោរទុកញ៉ាំហ្នឹងអ្នកទាំងអស់គ្នាយើងស្ងោរដាក់ចូលទូទឹកកកទៅដល់ពេលអញ្ចឹងយើងញ៉ាំបានយូរថ្ងៃហើយពងហ្នឹងវាអត់ខូចទេប៉ុន្តែបើសិនជាយើងអត់ស្ងោរទុកទេពងទាប្រៃដែលយើងត្រាំស្រង់ចេញមកដាក់ចូលក្នុងទូទឹកកកអញ្ចឹងវាទុកឲ្យបានយូរថ្ងៃទេវាអត់សូវល្អហើយឥឡូវនេះគឺខ្ញុំស្រង់តែពងមាន់ពណ៌ក្រហមទេដើម្បីយកវាទៅស្ងោរទាំងអស់ហើយដាក់ចូលក្នុងទូទឹកកកទុកចោលពេលយើងចង់ញ៉ាំអញ្ចឹងយើងដកម្ដង1ឬ2យកមកញ៉ាំបានអញ្ចឹងណាយើងអាចដាក់ផ្ងុំនៅក្នុងបាយក៏បានពេលដែលយើងចង់ញ៉ាំដូចកម្ដៅពងមាន់នឹងសាថ្មីវិញអញ្ចឹងណា